ចៅស្រីដែលលួចការបូកជនបរទេសនៅផ្សារទួលទំពូងដែលនគរបាលទេសចរចាប់ខ្លួនត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារចៅស្រីដែលលួចការបូកជនបរទេសមានទឹកលុយចំនួន$3,200នៅផ្សារទួលទំពូងដែលកម្លាំងនាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួននោះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញលោកសឿងចរិយាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្នុងដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី17 ខែមីនាឆ្នាំ2025ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថាស្ត្រីឈ្មោះអូលច័ន្ទនារីអាយុ37ឆ្នាំត្រូវបានចោទប្រកាន់ពីបទលួចប្រព្រឹត្តនៅក្នុងផ្សារទួលទំពូងសង្កាត់ទួលទំពូងទី1ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃទី2 ខែមីនាឆ្នាំ2025សូមរំលឹកថានាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលប្រចាំការនៅផ្សារទួលទំពូងនៅព្រឹកថ្ងៃទី15 ខែមីនាឆ្នាំ2025បានឃាត់ខ្លួនស្ត្រីម្នាក់ដែលលួចលុយក្នុងការបូកជនបរទេសចំនួន$3,200ខណៈជនរងគ្រោះកំពុងទិញសម្លៀកបំពាក់នៅក្នុងផ្សារក្រោយឃាត់ខ្លួននគរបាលទេសចរបាននាំជនសង្ស័យមកចង្អុលកន្លែងដែលធ្វើសកម្មភាពដោយមានសហការជាមួយអាជ្ញាធរមូលដ្ឋានគណៈកម្មាធិការផ្សារនិងបង្ហាញមុខឲ្យអាជីវករលក់ដូរបានឃើញផងដែរការឃាត់ខ្លួនជនសង្ស័យលួចលុយរបស់ជនបរទេសនេះបានធ្វើឡើងតាមបញ្ជាពីនាយឧត្តមសេនីយ៍ស្ថិតអគ្គស្នងការនគរបាលជាតិនិងឧត្តមសេនីយ៍ឯករុនរដ្ឋវាសនាប្រធាននាយកដ្ឋាននគរបាលទេសចរហើយដឹកនាំចាប់ដោយឧត្តមសេនីយ៍ត្រីកើតច័ន្ទនិតអនុប្រធាននាយកដ្ឋានជនរងគ្រោះមានឈ្មោះ Iriselam Rigas អាយុ42ឆ្នាំជនជាតិអេត្យូពី Ethiopian មុខរបរអង្គការ Business Development and Prime Sector Advisor មានទីលំនៅប្រទេសអេត្យូពីជនសង្ស័យមានឈ្មោះអូលច័ន្ទនារីអាយុ37ឆ្នាំមុខរបរលក់ដូរតាមអនឡាញមានទីលំនៅសព្វថ្ងៃផ្ទះលេខ 55A3 ផ្លូវលេខ200ភូមិ5 1សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញវត្ថុតាងចាប់យករួមមានម៉ូតូ1គ្រឿង Max Scoopy Porsche ស្លាកលេខភ្នំពេញ1 H5 1294ចំនួន1គ្រឿងនគរបាលបានបញ្ជាក់ថាករណីនេះនៅថ្ងៃទី2 ខែមីនាឆ្នាំ2025វេលាម៉ោង 12:20 នាទីថ្ងៃត្រង់ដោយជនសង្ស័យបានដើរចូលទៅផ្សារទួលទំពូងក្នុងគោលបំណងទិញសម្លៀកបំពាក់ពេលនោះជនសង្ស័យបានដើរដល់តូបលេខ1101ក៏ឃើញជនរងគ្រោះកំពុងឈរទិញសម្លៀកបំពាក់ពេលភ្ញៀវដោះកាបូបស្ពីដែលបានដាក់លុយលើធ្នើតាំងសម្លៀកបំពាក់ជនសង្ស័យក៏ឆ្លៀតលួចតែម្ដងក្រោយចេញទៅទើបភ្ញៀវបរទេសបានដឹងថាលុយរបស់គាត់បានបាត់ពីកាបូបស្ពីរបស់គាត់ក្រោយមានករណីនេះកើតឡើងមន្ត្រីនគរបាលទេសចរដែលមានគោលដៅប្រចាំការនៅផ្សារបានសហការជាមួយគណៈកម្មការផ្សារធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ជនសង្ស័យក្នុងរយៈពេល10ថ្ងៃដើម្បីពង្រឹងការងារសន្តិសុខនិងទប់ស្កាត់អំពើចោរកម្មនាយកដ្ឋាននគរបាលទេសចរបានចាប់ផ្ដើមបិទខលតាមផ្សារទូទាំងប្រទេសតែជំហានដំបូងក្នុងរាជធានីភ្នំពេញសិនលីទុយអានីគាំទ្រផែនការរបស់អ៊ីវឲ្យបង្កើនជំនួយយោធាទ្វេដងសម្រាប់អ៊ុយក្រែនប្រទេសលីទុយអានីបានគាំទ្រផែនការរបស់សហភាពអឺរ៉ុបអ៊ីវដើម្បីផ្ដល់ជំនួយយោធា$40,000 លានឬ$43.5 លានសម្រាប់អ៊ុយក្រែននៅឆ្នាំនេះហើយថាចំនួនស្រដៀងគ្នានេះក៏នឹងមានតម្រូវការផងដែរនៅប៉ុន្មានឆ្នាំខាងមុខដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៊ីនាពេលអនាគតនេះបីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី17 ខែមីនាឆ្នាំ2025រដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Kęstutis Budrys បានប្រាប់ Reuters ថាបើយើងអាចរក្សាចំនួននេះសម្រាប់រយៈពេលវែងវានឹងអនុញ្ញាតឲ្យអ៊ុយក្រែនរក្សាសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់ពួកគេបានដូចបច្ចុប្បន្នស្របពេលប្រទេសមួយចំនួនក្នុងភ្លុកបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នចំពោះគំនិតផ្ទួចផ្ដើមនេះលោក Budrys និយាយថាការគាំទ្រផ្នែកយោធារយៈពេលវែងសម្រាប់អ៊ុយក្រែនមិនចាំបាច់ទាល់តែចេញលទ្ធផលនៃកិច្ចចរចាសន្តិភាពទេច្បាស់ណាស់ទីក្រុងគៀវត្រូវការកងកម្លាំងប្រដាប់អាវុធខ្លាំងដើម្បីរារាំងរុស្ស៊ីមិនឲ្យត្រឡប់មកជាថ្មីគួរបញ្ជាក់ថាលីទុយអានីស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែនចាប់តាំងពីមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ2022ហើយស្ថិតក្នុងចំណោមអ្នកចំណាយផ្នែកការពារជាតិកម្ពុជារបស់អឺរ៉ុបការកត់សម្គាល់របស់លោក Budrys នេះបានធ្វើលែងលោកត្រាំនិងលោកពូទីនត្រូវបានរំពឹងថានឹងជែកគ្នាក្នុងសប្តាហ៍នេះខណៈអាមេរិកកំពុងជំរុញបទឈប់បាញ់វ៉ាស៊ីនតោនបេសកជនពិសេសអាមេរិកលោក Steve Witkoff បានឲ្យដឹងថាលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានរំពឹងថានឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងសប្តាហ៍នេះអំពីមធ្យោបាយដើម្បីបិទបញ្ចប់សង្គ្រាមអូសបន្លាយជាង3ឆ្នាំមកនេះនៅអ៊ុយក្រែននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters
លោក Steve Witkoff ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ SEN កាលពីថ្ងៃអាទិត្យទី15 ខែមីនានិងបន្ទាប់ពីរូបលោកត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញក្រោយបញ្ចប់ទស្សនកិច្ចក្នុងប្រទេសរុស្ស៊ីនិងបានជួបលោកពូទីនក្នុងជំនួបមួយនៅទីក្រុងមូស្គូដែលលោកចាត់ទុកថាជាជំនួបដ៏វិជ្ជមានលោក Witkoff បានលើកឡើងដូចនេះថាខ្ញុំរំពឹងថាវានឹងមានកិច្ចពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីរនៅក្នុងសប្តាហ៍នេះហើយយើងក៏កំពុងបន្តទំនាក់ទំនងនិងមានកិច្ចសន្ទនាជាមួយអ៊ុយក្រែនផងដែរលោក Witkoff ក៏បានបញ្ជាក់ដែរថារូបលោកផ្ទាល់រំពឹងថាកិច្ចពិភាក្សាវាងលោកត្រាំនិងលោកពូទីននឹងប្រព្រឹត្តទៅដោយប្រកបដោយភាពល្អប្រសើរនិងវិជ្ជមានគួរបញ្ជាក់ថាលោកត្រាំកំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យលោកពូទីនយល់ព្រមទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយមានរយៈពេល30ថ្ងៃដែលអ៊ុយក្រែនបានយល់ព្រមទទួលយកកាលពីសប្តាហ៍មុនប៉ុន្តែមកទល់នឹងពេលនេះរុស្ស៊ីមិនបានបដិសេធតែក៏មិនទាន់យល់ព្រមទទួលយកនោះដែរដោយលោកពូទីនបានដាក់លក្ខខណ្ឌមួយចំនួនខណៈកងទ័ពរុស្ស៊ីកំពុងខិតកាន់តែជិតទៅរកការបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk នៃភាគខាងលិចប្រទេសរុស្ស៊ីប្រមុខការទូតអាមេរិកនិងរុស្ស៊ីពិភាក្សាគ្នាអំពីជំហានបន្ទាប់ស្ដីពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio កាលពីថ្ងៃសៅរ៍ទី15ខែមីនាបាននិយាយគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ដើម្បីជែកអំពីដំណាក់កាលបន្តទៀតក្នុងកិច្ចពិភាក្សាសម្ដៅបិទបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ថាប្រមុខការទូតទាំងពីរបានឯកភាពគ្នាបន្តធ្វើការឆ្ពោះទៅរកការស្ដារការតាក់ទងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីយ៉ាងណាមិញអ្នកនាំពាក្យមិនបានផ្ដល់ព័ត៌មានលម្អិតថាតើនៅពេលណាកិច្ចពិភាក្សាជុំបន្ទាប់រវាងអាមេរិកនិងរុស្ស៊ីដែលកំពុងទទួលរៀបចំដោយអារ៉ាប៊ីសាអូឌីតនឹងចាប់ផ្ដើមនោះឡើយគួរបញ្ជាក់ថាទោះបីនាពេលថ្មីកន្លងទៅនេះមានភាពតានតឹងរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏ដោយទីក្រុងគៀវបានយល់ស្របចំពោះសំណើបិទឈប់បាញ់មួយមានរយៈពេល30ថ្ងៃរបស់អាមេរិកប៉ុន្តែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនទាន់បានយល់ព្រមទទួលយកបទឈប់បាញ់នោះនៅឡើយទេហើយផ្ទុយទៅវិញលោកបានកំណត់លក្ខខណ្ឌផ្សេងហួសពីអ្វីដែលមាននៅក្នុងការព្រមព្រៀងគ្នារវាងអាមេរិកនិងអ៊ុយក្រែនចៅស្រីដែលលួចកាបូបជនបរទេសនៅផ្សារទួលទំពូងដែលនគរបាលទេសចរចាប់ខ្លួនត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារភ្នំពេញចៅស្រីដែលលួចកាបូបជនបរទេសមានទឹកលុយចំនួន$200នៅផ្សារទួលទំពូងដែលកម្លាំងនាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួននោះត្រូវបានចៅក្រមសាបសួរនៃសាលាដំបងរាជធានីភ្នំពេញលោកសឿងចរិយាសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្នុងដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី17ខែមីនាឆ្នាំ2025ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថាស្ត្រីឈ្មោះអូលច័ន្ទនារីអាយុ37ឆ្នាំត្រូវបានចោទប្រកាន់ពីបទលួចប្រព្រឹត្តនៅក្នុងផ្សារទួលទំពូងសង្កាត់ទួលទំពូងទី1ខណ្ឌចំការមុនរាជធានីភ្នំពេញកាលពីថ្ងៃទី2ខែមីនាឆ្នាំ2025សូមរំលឹកថានាយកដ្ឋាននគរបាលទេសចរនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលប្រចាំការនៅផ្សារទួលទំពូងនៅព្រឹកថ្ងៃទី15ខែមីនាឆ្នាំ2025បានឃាត់ខ្លួនស្ត្រីម្នាក់ដែលលួចលុយក្នុងកាបូបជនបរទេសចំនួន$200ខណៈជនរងគ្រោះកំពុងទិញសម្លៀកបំពាក់នៅក្នុងផ្សារក្រោយឃាត់ខ្លួននគរបាលទេសចរបាននាំជនសង្ស័យមកចង្អុលកន្លែងដែលធ្វើសកម្មភាពដោយមានសហការជាមួយអាជ្ញាធរមូលដ្ឋានគណៈកម្មាធិការផ្សារនិងបង្ហាញមុខឲ្យអាជីវករលក់ដូរបានឃើញផងដែរ